ចាវីដេអូនេះខ្ញុំធ្វើផ្ញើជូនអ្នកសៀមរាបមួយចំនួនដែលបានមកលេងភ្នំកលែនជិត200ដងប៉ុន្តែស្គាល់តែត្រឹមពើងតាខុបព្រះអង្គធំនិងទឹកធ្លាក់ចុងក្រោយតែប៉ុណ្្នឹងឯងចាបើអ្នកទាំងអស់គ្នាស្គាល់ប៉ុណ្្នឹងក៏មិនខុសពីខ្ញុំដែរពីមុនគឺខ្ញុំស្គាល់តែប៉ុណ្្នឹងដូចគ្នាតែការពិតភ្នំកលែនគេមានកន្លែងដើរលេងរហូតដល់ទៅ85ទីតាំងធ្វើដំណើរកំសាន្តតាំងពីខែ1ជាមួយនឹងមិត្តភ័ក្តិដោយការជ្រើសរើសទៅភូមិពពេលជាមួយនឹងមជ្ឈមណ្ឌលព័ត៌មានទេសចរពពេលដែលជ្រើសរើសសេវាកម្មសហគមន៍ចាដែលគាត់មានកញ្ចប់ដើរលេងព្រៃតំបន់ការពារព្រៃពពេលចប់សេវាកម្មទេសចររបស់សហគមន៍ពពេលគឺធ្វើលក្ខណៈអេកូទេសចរតែម្ដងដែលគឺមានការដើរព្រៃតួសម្រាប់ដើរព្រៃតួសម្រាប់ទៅទឹកធ្លាក់ហើយមានអ្នកនាំភ្ញៀវនិងអាហារវេចខ្ចប់ដោយមិនប្រើប្រាស់ប្លាស្ទិកចាអ្នកនាំភ្ញៀវសហគមន៍គឺគាត់ទទួលបានការបណ្ដុះបណ្ដាលហើយជាពិសេសគាត់គឺជាអ្នកភូមិជាម្ចាស់ទឹកម្ចាស់ដីនៅភូមិពពេលហ្នឹងតែម្ដងចាដល់អញ្ចឹងទៅគាត់អាចបង្ហាញអំពីអនុផលព្រៃឈើរបស់គាត់ដែលមាននៅក្នុងព្រៃសហគមន៍ដែលគាត់អ្នកភូមិរបស់គាត់ការពារនឹងឯងចានេះគឺជាស្លឹកខុនមាដែលគាត់បានបង្ហាញអំពីការដេរស្លឹកខុនមាហើយស្លឹកខុនមានេះគឺមាននៅលើភ្នំកលែនហើយត្រូវបានប្រើប្រាស់ជាដំបូលឬក៏ជញ្ជាំងសម្រាប់អ្នកភូមិចាហើយស្លឹកខុនមានេះគឺថាងាយស្រួលដោយគ្រាន់តែគាត់ដេរតភ្ជាប់គ្នាហើយគឺអាចយកទៅប្រក់ជាដំបូលឬក៏ជាជញ្ជាំងផ្ទះតែម្ដងចាដោយតែមាននៅក្នុងរូបអ្នកទាំងគ្នាអាចមើលឃើញបានហើយគឺថានៅតំបន់ព្រៃសហគមន៍ការពារពពេលនេះគឺនៅសល់ព្រៃច្រើនជាងគេនៅលើភ្នំកលែនយើងដើរព្រៃយើងអាចស្គាល់អំពីដើមឈើនិងរុក្ខជាតិជាដែលប្រើជាថ្នាំហើយក៏ដូចជាសត្វជាច្រើនដូចជានេះគឺសត្វមរំដូចឃ្មុំដែរប៉ុន្តែអត់ចេះតិចហើយនឹងតំបន់ទស្សនាជាច្រើនទៀតដូចជានៅទីនេះមានតាំងពីថ្មភ្នំហើយនឹងរូងភ្នំដូចជាកន្លែងនេះដែលខ្ញុំទៅនឹងគេហៅថាពើងងឹតថាយើងចូលទៅគឺថាងងឹតមែននឹងឯងចាហើយមានថ្មធំមែនទែនហើយនឹងទីកន្លែងថ្មខ្ពស់ៗដែលយើងអាចមើលឃើញទេសភាពពីខាងលើភ្នំចានឹងដើមឈើនេះចានិយាយដូចចង់បញ្ចូលសម្លេងតួឯកឯងមិនដឹងទេនេះគឺថាដើររាំងអស់ជើងតិចគឺរាំងចពុបចឹងទៅយើងដើរទៅទឹកធ្លាក់ដើម្បីញ៉ាំបាយកន្លែងនេះគេហៅថាទឹកធ្លាក់អន្រងរុនគឺថាជាកន្លែងដែលសហគមន៍ក៏តែងតែឲ្យយើងរៀបបាយញ៉ាំថ្ងៃត្រង់នៅទីនេះចាហើយគាត់មានតាំងពីទឹក refill សម្រាប់យើងដើម្បីបន្តដើរពេលដែលយើងញ៉ាំបាយហើយការរៀបចំបាយរបស់គាត់អ្នកទាំងអស់គ្នាគឺថាគាត់ប្រើបែបមិនប្រើប្រាស់ប្លាស្ទិកអញ្ចឹងណាហើយគាត់ដាក់ស្មុកហើយគាត់មានស្លាបព្រាឲ្យយើងមានកន្សែងជូតមាត់ហើយបាយចាប់ស្លឹកចេកមានសាច់ជ្រូកហើយមានពងទាមានអំបិលម្រេចមានជ្រក់តសក់គឺថាអូនិយាយតាមត្រង់គឺថាឆ្ងាញ់មែនទែនគឺថាដើរព្រៃបានតែប៉ុណ្្នឹងគឺឆ្ងាញ់ចាហើយទេសភាពនៅទីនេះគឺថាដល់ពេលដែលយើងដើរតាមទឹកធ្លាក់ពីអន្លង់រុនចុះទៅទឹកធ្លាក់ចុងក្រោយជាន់ទី5ដែលយើងតែងតែស្គាល់គឺថាតាមផ្លូវនោះគឺ green ហ្មងអ្នកទាំងអស់គ្នាហើយស្អាតហើយនៅមានទឹកធ្លាក់ហើយខ្ញុំគឺថាដូចបាក់បៀជាងគេដោយសារអីនិយាយរហូតអត់ឈប់សោះគេដើរផងអីផងខ្ញុំដើរផងនិយាយផងជាងតែពីតួកាយទៀតចាដោយសារអីជួយបកប្រែមានមិត្តភ័ក្តិលោកតានឹងគាត់ដើរលឿនជាងយើងទៀតប៉ុន្តែគាត់អត់ចេះខ្មែរអញ្ចឹងជួយបកប្រែចាហើយខ្ញុំនេះណាគឺថាជាមនុស្សម្នាក់ដែលអត់ចូលចិត្តទៅកន្លែងណាដែលស្រួលទេកន្លែងណាដែលលំបាកគឺខ្ញុំទៅចាឃើញទេគេមានស្ពានចុះធម្មតាខ្ញុំអត់ទេខ្ញុំហ្វិតតែតោងដូចស្វាអញ្ចឹងចានឹងឯងខ្ញុំបត់ឲ្យទៅធ្លាក់ទៅមិត្តភ័ក្តិខ្ញុំប៉ុន្តែអត់ធ្លាក់ឲ្យកន្លែងនេះស្នាគេថតជាប់កាប់ឲ្យខ្ញុំកន្លែងឈើកោងខ្ញុំតោងដូចស្វាអញ្ចឹងបានដើរឆ្លងផុតចាហើយក៏មានទឹកធ្លាក់កន្លែងផ្សេងដែលស្រស់ស្អាតមុននឹងទៅដល់ទឹកធ្លាក់ចុងក្រោយដើរ13គីឡូគឺថាខ្ញុំនៅអាចស្រេកស្ញីស្ញាញ់បានចាប៉ុន្តែគេក៏មានកន្លះថ្ងៃដែរហើយបើសិនជាមានអ្នកចាប់អារម្មណ៍តួព្រៃបែបនេះអ្នកទាំងអស់គ្នាអាចតាក់ទងទៅសហគមន៍ដើម្បីកក់បានតាមរយៈគេហទំព័ររបស់គាត់គឺមជ្ឈមណ្ឌលព័ត៌មានទេសចរពពេលចាសូមអរគុណ